អ្នកនឹងមិនដាក់ម្រែមដៃលើម្ដាយរបស់ខ្ញុំទៀតទេសាកល្បងផ្ញើវាទៅមើលថាមានអ្វីកើតឡើងមកចុះកូនអ្នកនៅតែមានកម្លាំងខ្លះអញ្ចឹងចាំខ្ញុំសាកល្បងខ្សែក្រឡប់ទៅម៉ាសាជើងឲ្យឧត្តមសេនីយ៍ម្នាក់នេះវិញវាពិតជាសមរម្យណាស់ដែលព្រះទាំង5នឹងនៅទីនេះនៅថ្ងៃខានស្អែកហេតុអ្វីអ្នកទាំងអស់គ្នាមិនទៅដាំដុះការរៀបចំត្រូវបានធ្វើឡើងនៅក្នុងហ្គេមនេះក្មេងឲ្យសូមមើលយិនសិនទេពទាំង5សូមមើលព្រះទាំង5អង្គគឺជីលីនជាប់ចំណាត់ថ្នាក់លេខ1នៅក្នុងប្រាសាទព្រះទាំង5លីនសិនហុងលីងគោរពបូជាដល់ព្រះទាំង5ពេញវ័យហើយនាងគឺជាផ្លែឈើដ៏ទេវភាពទាំង5យ៉ាងណាមិញនារីម្នាក់នេះមានរូបរាងស្រស់ស្អាតមិនធម្មតាហើយថែមទាំងមានរូបសម្បត្តិស្រស់ស្អាតប្រជុំព្រះទាំង5គឺពិតជាអស្ចារ្យណាស់សម្ដេចព្រះសង្ឃមានបន្ទូលថាប្រទេសយើងតែណៃគឺជាការចាប់ជាតិជាថ្មីរបស់ព្រះនៃអតីតកាលវាពិបាកនឹងប្រាប់ណាស់ហើយវាប្រហែលជាពិបាកពន្យល់ណាស់ចូលទៅបណ្ដុះខ្លួនឯងឲ្យបានត្រឹមត្រូវនៅទីនេះដោយខ្ជះខ្ជាយពេលវេលាស្ត្រីដ៏ស្រស់ស្អាតម្នាក់ដឹងពីកំហុសរបស់ខ្លួនហើយចាកចេញភ្លេចទំនាយរបស់សម្ដេចសង្ឃហើយប្រសិនបើការប្រជុំព្រះទាំង5នេះបរាជ័យវាពិបាកនឹងប្រាប់ណាស់ហើយគ្រោះថ្នាក់អាចស្ថិតនៅក្នុងករណីដែលគ្មានស៊ីជាម្ដាយ